លេខ1លេខ3លេខ8លេខ15លេខ32ខ្ញុំឆ្នះអូយទូរស័ព្ទទៅលោកយាយលោកយាយការផ្ដោតការពីម្សិលមិញខ្ញុំចាញ់ហើយអីចាញ់គឺជារឿងល្អមិនមែនអាចឈ្នះរង្វាន់ធំទេអីមិនក៏មានអារម្មណ៍បាត់បង់បន្តិចខ្ញុំឈ្នះហើយខ្ញុំពិតជាឈ្នះរង្វាន់ឈ្នះប្រមាណ5លាន6សែនយន់លោកយាយពិតជាទីត្រូវមែនស្រីសំអុយឯងនេះស្រែកធ្វើអីចង់ឲ្យជីស្លាប់មែនទេអាយ៉ាគឺខ្ញុំរំភើបពេញតើខ្ញុំមិននឹកស្មានថាពិតជាអាចឈ្នះរង្វាន់ក្មេងសំណាងភ្លាមពេញហើយល្អហើយព្រមចាញ់ព្រមសងយាយកំពុងរងចាំអាហារធំរបស់ឯងលោកយាយកុំបារម្ភអីខ្ញុំនៅតែឥឡូវនេះច្បាស់ជាទៅហាងធំបំផុតនិងប្រណិតបំផុតនៅក្នុងបៀនឆឹងហាងដែលល្បីបំផុតក្នុងបៀនឆឹងគឺទូម៉ូនោះមិនមែនជារបស់ប្រទេសយើងទេអីអូឆ្នោតរបស់ជីងអែពិតជាឈ្នះរង្វាន់ធំ5លាន6សែនយន់គឺអញ្ចឹងហីពីដែលហ៊ុនធាននេះគឺជាការពិតហើយក្នុងលោកនេះពិតជាមានអ្នកមានសមត្ថភាពពិបាករកបានអញ្ចឹងហីថែមទាំងនៅក្មេងទៀតហើយត្រកូលលោកគួរធ្វើយ៉ាងម៉េចដើម្បីរាប់អានជាមួយក្មេងនេះរឿងនេះអ្នកត្រូវទៅដោយផ្ទាល់និយាយមិនត្រូវជាអ្នកដែលបានស្គាល់មុននេះក៏ចាត់ទុកជានិស្ស័យធ្វើតាមការណាត់របស់ជាងពីមុនអញ្ចឹងគាត់ញ៉ាំអាហារធំមួយពេលសិនម៉ាក់ខ្ញុំត្រឡប់មកវិញហើយមិនក៏លោកនៅផ្ទះខ្ញុំថ្ងៃនេះមានម៉ាក់ឯងនឹងមិនដេញបងចេញទៀតទេមែនដែរទេឯងនិយាយអត់ប្រយោជន៍អីហ្នឹងគេជាប្អូនស្រីបង្កើតរបស់ឯងមិននឹងដេញឯងចេញលើកមុនគេមិនដឹងថាមានបងប្រុសម្នាក់នេះទេទើបគេមិនឲ្យឯងចូលផ្ទះបងបងល្អហើយកុំលេងសើចជាមួយប្អូនទៀតចាប់ដល់ស្បែកជើងសិនចាំអាទិត្យទៀតញ៉ាំបាយបាទម៉ាក់គាត់ពិតជាបងខ្ញុំហ៎នោះមានខ្លាំងទេឯងមិនគិតថាគេមើលទៅដូចឪពុកឯងពេលឯងនៅក្មេងទេពេលនោះឯងនៅតូចណាស់មិនចាំរឿងនេះទេហើយចោះរឿងប៉ាម៉ាក់ប្រាប់គាត់ទេមិនទាន់ទេលីកើទៅតែមកវិញមិនទាន់ប្រាប់គេទេទោះឲ្យគេមានអារម្មណ៍ល្អសិនណាអាឡូអ្នកណាគេអ្នកកំឡោះហាខ្ញុំគឺជាលោកយាយដែលទីជួបវាសនាជាមួយលោក3ថ្ងៃមុននោះលោកចាំទេខ្ញុំច្បាស់ជាចាំហើយលោកជាចាស់ចំណាយលុយច្រើនណាស់ឲ្យមើលរំពេចគឺ800ជាន់ខ្ញុំច្បាស់ជាចាំមានរឿងអីដែរទៅអ្នកកំឡោះឯងនេះពិតជាចេះនិយាយមែនគឺបែបនេះណាមិនមែនលោកថាខ្ញុំមានសំណាងធំទេអីឥឡូវបានសម្រេចហើយដូច្នេះយាយចាស់ខ្ញុំនេះគ្រប់សន្យាណាអញ្ជើញលោកញ៉ាំអាហារមួយពេលលោកត្រូវតែមកកំខាន់ណាអូពិតជាមានសំណាងធំហើយតែងឆ្នោតឈ្នះជាង5លានយន់សូមអបអរសាទរលោកទៅនេះពេលណាខ្ញុំឲ្យចៅស្រីខ្ញុំបើកឡានទៅទទួលលោកញ៉ាំបាយជាមួយគ្នាឡោះខ្ញុំមិនហ៊ានប្រកែកនោះទេខ្ញុំធ្វើជាសន្តិសុខនៅក្រុមហ៊ុនដៃខាងដូច្នេះអ្នកឲ្យចៅស្រីអ្នកមកទទួលខ្ញុំនៅក្រុមហ៊ុនល្អអញ្ចឹងល្ងាចនេះជួបគ្នាណាអាហ្វូអូនប្រុសផាងនេះផ្ទេ1លានយន់ឲ្យគេទៅពួកយើងមិនអាចខ្វះការគួរសមទេបាទលុយចូលកណ្ដាក់នេះ1លានយន់លោកជ័យម្នាក់នេះពិតជាគួរសមមែនមកញ៉ាំសិនទៅញ៉ាំសិនទៅញ៉ាំសិនទៅធីញ៉ាលឺអញប្រឡងចូលសាកលវិទ្យាល័យមានស៊ឺបានជើងជំនាញអ្វីដែរគ្រប់គ្រងពាណិជ្ជកម្មយ៉ាមិនអត់នោះទេមែនហើយចាំឲ្យបញ្ចប់ការសិក្សាបងបើក្រុមហ៊ុនឲ្យឯងធ្វើជាអ្នកគ្រប់គ្រងចេតនាល្អខ្ញុំទទួលហើយបងជាសន្តិសុខតូចម្នាក់អាចរកបងថ្លៃឲ្យខ្ញុំបានគឺល្អហើយថែមទាំងបាត់ក្រុមហ៊ុនកុំយកសាប់ច្រើនមើលងាយបងមែនទេលើកនេះបងត្រឡប់មកវិញថ្លៃសិក្សារបស់ឯងការប្រឡងចូលថ្នាក់អនុបណ្ឌិតឬក៏ថ្លៃរៀនក្រៅប្រទេសបងរ៉ាប់រងទាំងអស់ណាល្អមិនទាន់ជឿទេមិនជឿមែនទេឡោះយ៉ាងណាលើកនេះបងមកវិញមិនបានជួបកំណើមកទេលុយចូលឯងបន្តិចសិនថ្លៃសិក្សាមែនទេពេលណាខ្ញុំម៉ាក់ឯងយកកាត់ឲ្យបងប្រុសឯងទៅគាត់មិនបានត្រឡប់មកផ្ទះប្រហែលឆ្នាំហើយខ្វល់ខ្វាយពីប្អូនស្រីក៏សំរុំមកណែ100000បងមិនក៏លុយច្រើនម្លេះកូនឯងយកលុយច្រើននេះមកពីណាលើកមុនទីជោគវាសនារបស់លោកជ័យអ្នកមានម្នាក់គឺឲ្យលុយសម្រាប់ការទូទាយបងចេះទីជោគវាសនាផងបើមិនចេះដល់8ឆ្នាំនេះឡើងភ្នំដើម្បីរៀនសិលគឺរៀនអត់ប្រយោជន៍ហើយកូនឯងយកលុយច្រើនមកឡើងធ្វើអីលុយនេះសម្រាប់ឆោមមាក៏ចាយមិនអត់ដែរឈិន
แล้วก็จะมีใส่ทอมได้สมรีบบอกแบกครึ่งสมางกับเอาไปดักกูติ้งเตยกระไรใจเลยคือชรันนะบอกมีเลยให้บามันสไลด์พลสไลด์ครูไลน์จะไม่เกิดตาเป็นไม่ได้ที่จะมาจังทุจริตมาในช่วงที่ไอ้เนี่ยមានលុយក៏មិនអាចឆាយប្រិបដែរបញ្ចប់ការសិក្សាបានល្អសិនដឹងទេដឹងហើយម៉ាក់ញ៉ាំមួយច្រើនតិចទៀតទៅក្មេងនេះម៉ាក់ខ្ញុំមានរឿងបន្តិចខ្ញុំចេញទៅក្រៅជប់នេះខ្ញុំអត់បានត្រឡប់មកញ៉ាំបាយទេបានត្រូវប្រយ័ត្នតាមផ្លូវបានម៉ាក់ស៊ឺគូចេញពីធ្វើការហើយខ្ញុំណាត់ជាងកញ្ចក់ពួកយើងទៅជាមួយគ្នាទៅល្អតែមុនមិនបានជាមានប៉ូលីសនៅខាងក្រៅប៉ូលីសនោះខ្ញុំធ្លាប់ឃើញដូចជាលោកឈីកូនស្រីតកូលួខ្ញុំគិតថាអ្នកទាយថាខ្ញុំនឹងមានសំណាងធំគឺជាគ្រូខ្លាំងដែលមានសមត្ថភាពខ្ពស់តែបំផុតគ្រាន់តែជាឆ្មាប៉ាកណ្ដូនងាប់ជាសន្តិសុខទៅម្នាក់និយាយគិតយ៉ាងម៉េចទៅឲ្យខ្ញុំមកទទួលអញស្គាល់គេមិនស្គាល់ទេធ្លាប់ឃើញគេនៅលើកសែតគេជាប៉ូលីសស្រីដ៏ល្បីអ្នកបៀនឆឹងពិតជាស្អាតអេក្មេងតំណឹងតូចមិនក៏មកថ្ងៃនេះគេមិនឈប់សម្រាប់ទេហ៎ហើយប៉ូលីសស្រីនោះមិនមែនមកចាប់ហាងធានឈុនទេហ៎ឬក៏បាយថងប្រឹងហើយប៉ូលីសមកចាប់មនុស្សសួស្ដីអ្នកនាងមកទទួលខ្ញុំមិនដែរទេលោកគឺផាងធានឈឹងមែនហើយគឺខ្ញុំឡើយឡើងទៅអ្នកនាងបើកជិតទៅខ្ទេរឿងលោកច្រឹកបែបនេះមិនអាចធ្វើជាមេដឹកនាំបានទេមិនបាច់បារម្ភរឿងខ្ញុំឥឡូវជាប្រធានក្រុមកណ្ដាលដែលក្មេងបំផុតនៅក្នុងការិយាល័យអូយជ្រិញមែនទែននោះក៏ព្រោះតែគ្រូសានាងមានលុយទិញតំណែងអាឡូគឺខ្ញុំដៃឈីលោកទៅប៉ូលីសនាំទៅមានរឿងអីអូអ្នកនាងដែរហ៎មិនមែនទេជួយច្រឡំហើយនាងជួយច្រឡំហើយណាខ្ញុំមិនមែនត្រូវប៉ូលីសនាំទៅទេគឺជាអ្នកគ្រប់គ្រងរបស់ខ្ញុំម្នាក់គឺគ្រប់ខ្ញុំណាជុំផងស្រែកផងចង់ឲ្យខ្ញុំតែញ៉ាំបាយជាមួយមិនដឹងធ្វើយ៉ាងម៉េចនោះទេពីបាននឹងបដិសេធណាមិនមែនបៃថងដែលលោកវាយប្តឹងហើយប៉ូលីសមកចាប់លោកទេលោហើយខ្ញុំឲ្យគុំប្រចាំនោះ100ដងក៏គេមិនហ៊ានប្តឹងខ្ញុំដែរតែខ្ញុំនៅតែអរគុណមិនចាំបាច់បារម្ភនោះទេណានាងបារម្ភពីខ្ញុំមែនទេអ្នកណាបារម្ភពីលោកក្មេងអើយមិនក្បាលលឿនម្ល៉េះលោកយាយខ្ញុំបាននាំមនុស្សម្ដងហើយខ្ញុំមានរឿងត្រូវតែមុនហើយអង្គុយចោះយើងមិនបាននិយាយគ្នាហើយទេអីខ្ញុំជើញឯងជាអ្នកគិតលុយឯងទៅបែបនេះមានន័យថាម៉េចមិនចូលចិត្តញ៉ាំបាយជាមួយមនុស្សមិនស្គាល់ទេម្ដងមិនស្គាល់ពីរដងរាប់អានខ្ញុំណែនាំលោកនេះគឺចៅស្រីខ្ញុំឡូឈីធ្វើការនៅការិយាល័យសាខាពួកយើងទើបតែស្គាល់គ្នាតាមផ្លូវគាត់គឺជាប្រធានក្រុមកណ្ដាលកម្លាំងចិត្តនៅក្មេងមានមហិច្ឆតាខ្ញុំពិតជាកោតសរសើរខ្លាំងណាស់សូមសរសើរអ្នកកំឡោះផាងលោកចូលចិត្តផឹកស្រាអីស្រាក្រហមឬស្រាសផលិតក្នុងស្រុកឬនាំចូលអូម៉ៅថៃទៅស្រា Life Fed ផឹកមិនសូវត្រូវល្អម៉ៅថៃអ្នកកំឡោះផាងភ្លុកម្ហូបភោជនីយដ្ឋានលោកស៊ឺរបស់ពួកយើងទៅមើលថាត្រូវមាត់លោកទេខ្ញុំមិនគូសំទេជាក់ស្ដែងជាក្មេងដែលធ្លាប់ឃើញពិភពលោកមិនអន់ទេឲ្យ9បន្ទុកធ្លាប់ញ៉ាំគេហ្វាជិនបារាំងនេះទេថែម9បន្ទុកនោះលោកនិយាយមើលតែចំណុចខ្វះខាតនៅត្រង់ណាចង់ផៃសន្តាគាររបស់យើងគឺចង់ភុយធំផ្កាយ3របស់ Michelin ជំនាញមិនអន់ទេតែគេហ្វានេះខ្វះអារម្មណ៍ពេកបែបហ្នឹងចឹងម៉េចគេហ្វានេះមានបញ្ហាអីមិនគួរពិតមែនគួរតែមកពីហុងគ្រីចំណែកខ្លាញ់គឺខ្វះបន្តិចបន្តួចអាហ្វូទៅឲ្យអ្នកចាត់ការមកបាទលោកយាយអ្នកចាត់ការមកហើយលោកយាយមានបញ្ហាអ្វីហ៎ខ្ញុំសួរលោកហ្គេហ្វានេះដឹកមកពីបារាំងឬអត់ទេលោកនិយាយត្រង់មកមិនមែនមុននេះពួកយើងពិតជាប្រើហ្គេហ្វាដែលដឹកតាមយន្តហោះពីបារាំងតែពីខែមុនប្រភពតំណែងនៅបារាំងទាំងតែងការទិញរបស់យើងតាមមិនទាន់ដូច្នេះពួកយើងក៏ប្រើហ្គេហ្វាហុងគ្រីពិតណាស់នេះគឺជាចុងភៅធំរបស់យើងពិតជាជំនាញខ្ពស់មិនធ្លាប់មាននរណាភ្លុកអាចដឹងថាមានភាពខុសគ្នាឥឡូវមិនមែនជាអាចកំបាំងអីទេលោកម្នាក់នេះគ្រាន់តែភ្លុកក៏ដឹងតែម្ដងអញ្ចឹងផងលោកម្នាក់នេះគឺជាមនុស្សដំបូងដែលភ្លុកដឹងហ្គេហ្វាស្ថានភាពរបស់យើងមានភាពខុសគ្នាគាត់ខ្លាំងពេកហើយ
លោកម្នាក់នេះត្រកូលផាងគឺជាភ្ញៀវកិត្តិយសរបស់ត្រកូលឡូទៅធ្វើកាត់ VIP មួយមក បាទខ្ញុំទៅលើភ្លាម លោកជ័យអ្នកទាំងអាជីញ៉ាំអាហារទាំងធ្វើការ VIP ពិតជាគូសំពីហើយ ព្រោះតែខ្ញុំមើលឃើញក្មេងនេះសំនឹងភ្នែកស្គាល់គ្នាគឺជានិស្ស័យលោកកុំគិតច្រើន លោកខ្ញុំអញ្ជើញ លោកផាងខ្ញុំឆ្ងល់ណាស់ជាមួយនឹងសមត្ថភាពលោកមិនក៏សុខចិត្តធ្វើជាសន្តិសុខ លោកម្នាក់នេះខ្ញុំឆ្ងល់ណាស់លោកជាមេប៉ូលីសជើងចាស់មិនក៏ដឹងថាខ្ញុំចេះក្បាច់គុណ គ្រាន់តែពឹងលើភ្នែកខ្ញុំច្បាស់ជាមិនអាចទាយដឹងតែខ្ញុំឮថាលោកវាយមនុស្សរបស់ហើយលងហួយរួចហើយខ្ញុំទើបតែដឹងថាលោកជាមនុស្សលាក់សមត្ថភាព ការពិតគឺចឹងសោះមើលទៅខ្ញុំនឹងហើឡងហួយមិនមែនជាអាចកម្បាំងទៀតនោះទេ លោកនេះគ្រាន់តែជាប្រាក្បាច់គុណ ចេះតិចតួច ថែមទាំងចេះតិចតួចចាំមិនមកសាក់គ្នាពីក្បាច់ មិនហ៊ានទេ អាក្រក់ខ្លាំងណាស់ អ្នកនាងលោកផាងនិយាយថាមិនហ៊ានមិនមែនដោយសារគាត់កំសាកទេតែដោយសារគាត់ខ្លាចពេលប្រកួតជាមួយអ្នកនាងធ្វើឲ្យអ្នកនាងរបួសដោយអចេតនា នៃលោកគឺខ្ញុំចាញ់គេមិនអាចទៅរួចខ្ញុំក៏ជាចង់អាចប្រកួតសណ្ដាក្នុងទីក្រុង អ្នកនាងជើងអាចសន្តានរបស់អ្នកនាងប្រៀបធៀបនឹងខ្ញុំយ៉ាងម៉េច នោះបើតាមលោកនិយាយច្បាស់ជាមិនអាចវាយឈ្នះ ជាមួយក្បាច់គុណរបស់ខ្ញុំកណ្ដាប់ដៃរបស់លោកផាងមិនអាចឆ្លងផុតបីក្បាច់ផង មិនដល់ថ្នាក់នេះទេ ខ្ញុំធ្វើជាសន្តិសុខនេះគឺជារឿងចៃដន្យទេខ្ញុំចាយចេញតាំងពី7ឆ្នាំតាមលោកគ្រូខ្ញុំនៅលើភ្នំហ្វូលើកនេះចូលសង្គមវិញត្រូវទៅរកការងារធ្វើខ្ញុំគ្មានសញ្ញាបត្រក្រៅពីធ្វើសន្តិសុខតែខ្ញុំអាចធ្វើឲ្យបានទៅមែនទេ នោះងាយស្រួលហើយលោកមើលថាក្រុមហ៊ុនឡូស៊ឺរបស់យើងយ៉ាងម៉េចមុខតំណែងទាំងអស់នៃឧស្សាហកម្មក្រោមការគ្រប់គ្រងរបស់យើងឲ្យលោកជ្រើសរើសប្រាក់ខែនិងអត្ថប្រយោជន៍ឲ្យលោកស្នើមិនថាប៉ុន្មានខ្ញុំនឹងមិនតថ្លៃទេលោកមើលយ៉ាងម៉េច អរគុណចេតនាល្អតែខ្ញុំជំនួសតាមនិស្ស័យធ្វើអ្វីនៅកន្លែងណាគឺមិនសំខាន់ទេលើកនេះខ្ញុំត្រូវតែជួបជុំគ្រួសារមិនទាន់ចង់សម្រេចចិត្តអីទេគឺបែបហ្នឹង នោះក៏មិនបង្ខំបើពេលណាលោកបដូរចិត្តទ្វារក្រុមហ៊ុនឡូស៊ឺរបស់យើងនឹងបាត់ជានិច្ចសម្រាប់លោក ល្អខ្ញុំសូមអរគុណទុកជាមុន លោកផាងនេះគឺជាការ VIP របស់សន្តាគារលោកស៊ឺដែលកាន់កាតអាចនៅសន្តាគារណាមួយក្រោមការគ្រប់គ្រងរបស់យើងចំណែកទាំងអស់គឺមិនគិតលុយ លោកជ័យដូចពីចាស់ពុទ្ធថាអត់គុណមិនទទួលជោគអំណោយលោកជ័យជិះខ្ញុំញ៉ាំបាយថែមទាំងអាកាស VIP ខ្ញុំពុតគ្មានអ្វីតបស្នងទេ